មានលោកតាម្នាក់ក្នុងពេលមួយឆ្នាំគាត់ធ្វើការតែមួយថ្ងៃឯង លោកតានៅអែល សួរអត់តាមបានអស់មិនហេតុទេឆ្លើយដឹងលោកតាបាត់ទេ អូយដឹងឲ្យចម្លើយហ្នឹងឯង Few moments later សួស្ដីបងហើយស្អាតមិនហើយមកពីខាងណាវិញ នៅកប៉ោហ្នឹងតា អូអ្នកកពត ចា អូហើយឈ្មោះគេដែរ ឈ្មោះសុភី សុភី ចាចា អូថ្ងៃនេះបងចង់មានសួរមួយពេលសង្សារមែន ភ័ក្រតា បងប្រុសយ៉ាយកវាសង្ឃឹមឲ្យដល់គ្នាគាត់ជាបងប្រុសទេអូខេអញ្ចឹងថ្ងៃនេះគឺយើងមានសំណួរសួរមួយអញ្ចឹងណាបើស្អែកឆ្លើយត្រូវគឺនឹងមានរង្វាន់ឲ្យអូខេ ត្រង់ដំណើរទៅទូរស័ព្ទ អូខេតែអាហ្នឹងអត់ពិបាកទេសួរទេ ចាបង ត្រៀមខ្លួន ចាចា លោកត្រៀមសួរណា ចា បងសួរថាមានលោកតាម្នាក់ក្នុងពេលមួយឆ្នាំគាត់ធ្វើការតែមួយថ្ងៃឯងពេលមួយឆ្នាំ មួយឆ្នាំធ្វើការតែមួយថ្ងៃឯង ហ្នឹងហើយធ្វើការតែមួយថ្ងៃឯងហើយមានប្រជាជនមានបងប្អូនអបអរគាត់ច្រើនមែនតើ លោកតានៅអែល តែវិញ លោកតានៅអែល ចាំហើយមិនដឹង អូយមួយឆ្នាំគឺគាត់ចេញមកតែម្ដងឯង Nice លេខសំណួរមកចាំគេដឹងអូចាំហើយយើងតែលើបងមានអ្វីទៅឲ្យយកអូមិនមូលហេតុបានដឹងឥឡូវបងអើយ អូយដឹងខ្លះព្រោះលោកតាដែលមានតាមនេះហ្នឹងគឺមួយឆ្នាំគាត់ចេញមកម្ដងថ្ងៃបុណ្យលោកតានៅអែលហើយធ្លាប់លឺសំណួរធ្លាប់លឺគេសួរដែរហ្នឹង ចាំបាត់ហើយចឹងយើងលេងក្រោយគេចឹង ចាប់ អូចុះចង់ថាពេលដែលខ្ញុំសួរអត់តាមបានអស់មិនហេតុទេឆ្លើយដឹងលោកតាបាត់ទេ អូយដឹងឲ្យចម្លើយហ្នឹងឯង ហើយមកយើងអត់ខ្លាចក្តៅទេ អត់ក្តៅមកត្រូវមកថតរូបហ្មង ចា នៅកពតយួរដែលមកថតហ្នឹងសោះ នំណា នៅភ្នំភ្លើងបាយ41 ចា អូជុំគិរី អត់ទេនៅផ្លូវជាតិលេខ3ដែរ អូនំញ៉ៃម៉ៅហ៎ ហ្នឹងហើយ នៅហ្នឹងមានស្គាល់លើនេះហ៎ ខ្សែ មានស្គាល់លើអត់អីខាងនិយាយលេងណា ក្បាលបងsorry អូមិនបងឃើញឲ្យស្អាតមែនទេ ចាចា ពេលដែលឃើញបងដើរមិនមានអារម្មណ៍ភ័យពេលដើរចូលមក អត់អីទេបងធម្មតា ប្រកាសថាបងប្រុសណា បងខ្ញុំតា បងប្រុសហ៎ ហ្នឹងហើយ អូបងថ្លៃចូលកាមេរ៉ាបងថ្លៃ បងប្អូនស្រីមកប្រទេស ចុំយ៉ាឥឡូវពេលណាទៅវិញ បាយជាល្ងាចបន្តិចបងរៀងស្ទក់បន្តិចខ្ញុំទៅថតបើចិត្តនឹងម្ដងទៀតហ៎ចា ឥឡូវយើងលេងហ្គេមហើយមែនអត់ឥឡូវសួរណាអារម្មណ៍តិចពេលម្ដងឃើញមិនដែរ ឃើញនៅកពតយើងស្អាតបងព្រោះអីឥឡូវអាប់ដេតច្រើនមែនតើហ្នឹងហើយច្រើនកន្លែងដើម្បីឲ្យប្រជាជនយើងមកលេងភ្ញៀវទេសចរមកច្រើនអញ្ចឹងណាហើយក៏ខេត្តកពតយើងស្អាតមែនតើទូចតែស្អាត ស្អាតសម្រាប់ដូចណៃខេត្តកពតអាប់ដេតមែនអត់ ចា អូនឯងក៏អាប់ដេតដែរ ហ្នឹងហើយបង តោះជម្រាបអរគុណច្រើនអរគុណច្រើនបាយបាយ